ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនប្រជាកសិករដែលចូលចិត្តស្រឡាញ់នៅវិស័យកសិកម្មជាពិសេសគឺជាអ្នកដែលចិញ្ចឹមសត្វជ្រូកបាទថ្ងៃនេះខ្ញុំបាននឹងនាំពុកម៉ែបងប្អូនមកបង្ហាញក៏ដូចជាទស្សនានៅទ្រុងជ្រូករបស់ខ្ញុំដោយយើងធ្វើការរៀបចំដោយមានការចិញ្ចឹមជាលក្ខណៈគ្រួសារនៅក្នុងផ្ទះរបស់ខ្ញុំផ្ទាល់អញ្ចឹងសម្រាប់ពេលបច្ចុប្បន្ននេះឥឡូវខ្ញុំមានជ្រូកសាច់ចំនួន5ក្បាលបាទបងប្អូនបាទហើយតាមអ្វីដែលយើងបានសាកសួរទៅកាន់ឈ្មួញក្នុងពេលបច្ចុប្បន្ននេះនៅខាងខ្ញុំគឺបាន1គីឡូចន្លោះពី 8,000 រៀលទៅ 9,000 រៀលហើយបងប្អូនបាទសម្រាប់ឆ្នាំ2026នេះឆ្នាំ2026នេះអញ្ចឹងសម្រាប់ខាងបងប្អូនវិញបានប៉ុន្មានដែរបងប្អូនបាទសូមបងប្អូនជួយ comment ផងហើយនេះគឺជាទស្សនវិជ្ជានៃទ្រុងជ្រូករបស់ខ្ញុំដែលមេទាំងអស់នេះគឺយើងដាក់បាល់ហើយសម្រាប់ថ្ងៃខែដែលវាត្រូវកូនគឺពាក់កណ្ដាលខែ2នេះគឺកូនដល់ហើយបងប្អូនបាទហើយនេះគឺជាទស្សនវិជ្ជាដែលយើងធ្វើការរៀបចំទ្រុងមេផើមសម្រាប់ទ្រុងរបស់ខ្ញុំនេះគឺពិសេសត្រង់ថាទ្រុងមេផើមនៅនឹងឲ្យវាកូននៅនឹងប្រហែលបងប្អូនបាទគឺយើងនិយាយជាលក្ខណៈកសិករបែបនេះគឺមិនចាំបាច់ធ្វើការញែកទ្រុងមេផើមផ្សេងទ្រុងសម្រាប់កូនផ្សេងព្រោះយើងលទ្ធភាពយើងមានតិចតួចយើងធ្វើតាមតិចតួចអញ្ចឹងណាបងប្អូនបាទយើងកែច្នៃន័យថាកសិដ្ឋានឬក៏កន្លែងគេចិញ្ចឹមធំគេមានទ្រុងមេផើមផ្សេងទ្រុងសម្រាប់កើតកូនផ្សេងប៉ុន្តែខ្ញុំអត់ទេបាទបងប្អូនបាទគឺខ្ញុំធ្វើការកែច្នៃដោយយើងរក្សាកម្រិតរបស់វាឲ្យវាមកសមល្មមដើម្បីឲ្យនៅពេលដែលវាផើមនៅនឹងក៏វាមិនពិបាកកូននៅនឹងក៏វាមិនពិបាកចំពោះបទពិសោធន៍នៃការចិញ្ចឹមរបស់ខ្ញុំសម្រាប់ការរៀបចំទ្រុងបែបនេះខ្ញុំធ្វើការលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនដែរចង់ចិញ្ចឹមឬក៏ចង់សាកល្បងចិញ្ចឹមអាចមើលទ្រុងរបស់ខ្ញុំជាគំរូបានគឺថាវាមិនសូវល្អប្រហែលពេកទេក៏ប៉ុន្តែអាចយកជាការនៅក្នុងការដែលយើងចិញ្ចឹមបានចំពោះការថែទាំពុកម៉ែបងប្អូនបាទចំពោះសត្វជ្រូកមេយើងត្រូវការថែទាំរបស់វាដោយយើងមិនត្រូវចិញ្ចឹមដោយមានលក្ខណៈថាធំទូលាយពេកទេព្រោះមេជ្រូកយើងត្រូវការឲ្យវារក្សាកូននៅពេលដែលករណីយើងដាក់ចិញ្ចឹមបើកទ្រុងទូលាយពេកឧទាហរណ៍ថាទ្រុងរបស់យើងវាមានទំហំធំហើយយើងដាក់មេនៅក្នុងហ្នឹងអញ្ចឹងអាកាសហានិភ័យនៃការរលូតកូនឬការខូចកូនហ្នឹងវាមានឱកាសខ្ពស់ណាជួនកាលជ្រូកហ្នឹងវាផ្អើលឬក៏វាហក់វាឡើងអញ្ចឹងទៅធ្វើឲ្យជ្រូករបស់យើងនៅឯងលូតកូនដែរអញ្ចឹងបានជាខ្ញុំសម្រេចចិត្តនៅក្នុងការកែច្នៃទ្រុងរបស់ខ្ញុំដាក់បែបនេះហើយការធ្វើបែបនេះគឺវាមិនចំណាយលុយអស់ច្រើនទេបងប្អូនបាទហើយនេះគឺទស្សនវិជ្ជាទ្រុងរបស់ខ្ញុំបងប្អូនអាចមើលពីលើបានហើយពីមុនគឺយើងធ្វើការដាក់ជ្រូកសាច់នៅកន្លែងនេះក៏ប៉ុន្តែឥឡូវខ្ញុំបានកែច្នៃពីកន្លែងហ្នឹងមកដាក់ជ្រូកមេវិញហើយយើងនឹងបរិចតទៅខាងជើងសម្រាប់ដាក់ជ្រូកកូននៅជ្រូកសាច់អញ្ចឹងណាបងប្អូនបាទហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់បើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍ក៏ដូចជាចូលចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe ក៏ដូចជាដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីខ្ញុំបាទសូមអរគុណសូមគោរពជម្រាបលា